នោះនេះលើកចូលមកត្រង់នេះតែមួយក្បាលចូល1-0អូម៉ាមូសរហ័សនាមស៊ីមូសទើបតែមកពីជួយក្រុមជម្រើសជាតិអេស៊ីបនៅក្នុងពានរង្វាន់ AAC អាហ្វ្រិកាឥឡូវនេះមកជួយក្លឹបក្រុមមេឃីវ Manchester City ដាក់បានមួយគ្រាប់ហើយបើកការរបបបណ្ដាអាសន្ន1-0ទៅលើក្រុមបាល់ទាត់ Wolverhampton Wanderers 1-0ហើយពី Man City ទស្សនារូបភាពសាឡវិញការលើកបាល់កន្លែងនេះស្អាតមែនទែនពីបាទ Nunes ដូចជាខ្សែការពារទេខ្សែការពាររបស់ក្រុម Wolverhampton Wanderers ជាអ្នកតែតបញ្ចូលទីខ្លួនឯងទស្សនាខ្សែការពារឬក៏ជើងរបស់ Mamus នេះបងប្អូនយើងបាទទស្សនារូបភាពយឺតៗទាំងអស់គ្នានេះអូជើង Mamus លឿនជាងRyan Cherky កាត់ទៅស្លាកខាងឆ្វេងឲ្យ O'Reilly ស្រួលចូលត្រង់ទុតឆ្វេងបញ្ចាបយ Ryan Cherky រួចមកស្នាមមក Cousino ចង់ទៅខាងលើណែឱកាសគ្រាប់បាល់ទី2ពី Man City បុកបកោទីអើយអត់ចូលទេកាត់ចូល Semenyo Anthony Semenyo គ្រាប់បាល់ទី2សម្រាប់ក្រុមមេឃីវ Manchester City នៅក្នុងនាទីទី40បូកទៅហើយ Anthony Semenyo ជាអ្នកសុទ្ធគ្រាប់បាល់ទី2ឲ្យក្រុមមេឃីវ Manchester City បើកការមុខ2-0ទស្សនាមួយជើងឆ្វេងកន្លែងនេះពី Semenyo អ្នកចាំទីជូសេសារបស់ក្រុមបាល់ទាត់បាទWolverhampton Wanderers អត់អាចជួយបានទេអូយណែបាទផឹង2-0ត្រឹមតង់ទី1លោក Pep Guardiola សប្បាយចិត្តខ្លាំងណាស់3ពិន្ទុប៉ុណ្ណេះគឺថាកក់ក្ដៅបន្តិចហើយបាទសម្រាប់ក្រុមមេឃីវទៅវិញហើយ Richard 3-1កាត់មកស្លាប់ខាងឆ្វេងអូយអូម៉ាមូសបាទចោះទម្លាក់មកខាងក្រោមបាទបន្តដេញទៅវិញហើយលឿនមែនទែនបាទពីម៉ាមូសទម្លាក់បន្តឲ្យមកស្លាប់ខាងស្ដាម Semenyo ដូគូបញ្ជូនទម្លាក់ត្រង់នេះឲ្យ Phil Foden ហើយទៅស្លាប់ខាងស្ដាមទប់មួយញាក់មួយពីសុទ្ធឆ្វេងបុកបកោទីអូយអត់សំណាងទេពី Semenyo គុំបីគ្រាប់បាល់ទី2ទៅហើយបាទកន្លែងនេះការបញ្ជូនបាល់ចេញពី Phil Foden ឲ្យល្អណាស់បាទចោះទៅស្លាប់ស្ដាំជាមួយនឹង Semenyo ម្នាក់ឯងញាក់មួយពីរទាញទះមកជើងឆ្វេងបុកជាមួយនឹងបកគោទីSemenyo ណែបាទបកាបកគោទីបន្តិចSemenyo អូសឡើងមកខាងលើ Semenyo ទាត់ចេញក្រៅបាទទាត់បាល់ចេញមកថែមជុំយ៉ាថែមស្ដាប់អើយទៅណើបអញ្ចឹងលោកកញ្ញាកដាផ្លុំបញ្ចែបញ្ចប់ការប្រកួតជាផ្លូវការអបអរសាទរសម្រាប់ក្រុមមេឃីវ Manchester City ទទួលបានជ័យជំនះលទ្ធផល2-0រកបាន3ពិន្ទុបន្ថែមមកឈរនៅលេខរៀងទី2បាទតាមកាន់តែគៀកជាមួយនឹងក្រុមកំភ្លឹងធំ Arsenal